សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំហើយវីដេអូថ្ងៃនេះគឺខ្ញុំធ្វើដំណើរកម្សាន្តទៅកាន់គិរីរម្យហើយចម្ងាយដីពីផ្ទះខ្ញុំទៅដល់គិរីរម្យគឺប្រហែលជា100គីឡូជាងអ្នកទាំងអស់គ្នាហ្នឹងហើយអ្នកទាំងអស់គ្នាទស្សនាវីដេអូនេះដល់ចប់ទៅហើយកុំភ្លេចជួយចុច Subscribe នៅក្នុង Channel របស់ខ្ញុំម្នាក់មួយផងតបជីមកប្រើមកកន្លងក៏បានមកដល់កន្លែងហូបបាយហើយកំពុងតែចូលហូបបាយបន្តិចសិនដោយសារហេវដែរយើងចេញមកតាមព្រឹកហើយកម្រងនោះគឺថារូតមកឲ្យឆាប់បានទៅដល់គោលដៅតនពីព្រឹកពីអីចឹងដើម្បីយើងស្រួលរកកន្លែងរកឲ្យបានមុនគេដោយសារតែគ្រារមមកមុននឹងស្រាប់ហើយបច្ចុប្បន្នគឺថាមនុស្សបុកទៅលេងច្រើនមែនតើហើយបើយើងទៅយើងយឺតជាងគេគឺប្រហែលជារើសកន្លែងអត់បានល្អសម្រាប់អង្គុយលេងមានមលុបមានអីតិចអីចឹងណាអត់មានឃើញអ្នកលក់បន្ទាប់ពីជិះមកសតោះមកឥឡូវដល់ផ្លូវបត់ទៅស្ដាំហីផ្លូវបត់ទៅស្ដាំនេះគឺយើងបត់ទៅខាងគ្រូក្រហមហើយផ្លូវនឹងដែរក៏ត្រូវជាផ្លូវដែលទៅវត្តពុទ្ធគិរីដែរអ្នកនរគ្នាហ្នឹងហើយអ្នកនរគ្នាមកដល់កន្លែងនេះគឺថាគម្រោងថាចូលចាក់សាំងប៉ុន្តែមានអីក៏រះសាំងគេបាត់បើហើយខ្ញុំក៏បន្តដំណើរទៅមុខទៀតចូលចាក់សាំងមែនតើនៅដល់គ្នារសារតែចាំទៅមុខទៀតគឺប្រហែលជាទៅលេងដល់ហើយព្រោះអីសាំងខ្ញុំចាក់តាមពីផ្ទះមកគឺជីមកដល់ឥឡូវនេះគឺវាចង់អស់ដែរអញ្ចឹងបើទៅមុខទៀតហ្នឹងមិនដឹងថាមាននៅណាទៀតអញ្ចឹងឥឡូវខ្ញុំចូលចាក់សាំងឲ្យហើយអស់19000
លើនេះដល់ផ្លូវចេញមកឡើងផ្លូវជាលេខ4ដែរអ្នកនរគ្នាផ្លូវនេះដែរគឺជាបទពិសោធន៍ថ្មីលើកទី1សម្រាប់ខ្ញុំហើយពីមុនមកក៏អត់ដែរជិះទេផ្លូវនេះឥឡូវនេះឈប់ទិញកាហ្វេម្នាក់មួយកែវសិនអ្នកនរគ្នាដោយសារជិះមកតាមផ្លូវរៀងងប់ដើរបដើដែរហ្នឹងបន្ទាប់ពីទិញកាហ្វេបានរួចរាល់ខ្ញុំក៏ចាប់ដើមចេញដំណើរទៅមែនតើអ្នកនរគ្នាដោយសារថ្ងៃរៀងខ្ពស់ដែរហើយផ្លូវដែលខ្ញុំជិះចេញពីខ្លងទ្វារឡើងផ្លូវជាតិទី4នេះគឺវានៅចិត្តនឹងផ្លូវឡើងទៅគិរីរំដែរអ្នកនរគ្នាស្មានឆ្ងាយអញ្ចឹងតែពិតនៅចិត្តនឹងសារនេះជាលើកទី1អញ្ចឹងណាខ្ញុំមកដល់ផ្លូវបត់ទៅគិរីរំហើយអ្នកនរគ្នាមកបត់ចូលផ្សារត្រែងជាយ៉ាងបន្តិចដើម្បីទិញអ្វីវ៉ាន់ដើម្បីទិញម្ហូបអាហារដើម្បីយកទៅហូបនៅខាងលើភ្នំនឹងអញ្ចឹងណាsao thế nào nè đây là câu rồi xa cái lượng là chúc rồi nè bà ôn chắc thoát ra nó phải đặt cho ngô bông mà chui tinh đi nhưng mà thôi là ăn rồi ហើយមកដល់កន្លែងនេះដោយសារតែរបស់ហូបមានច្រើនពេកអ្នកនរគ្នាមិនដឹងណាសម្រាប់ចិត្តថាទិញមួយណាទុកមួយណាអញ្ចឹងណាគ្រាន់តែត្រឹមតែសម្រាប់ចិត្តថាទិញហ្នឹងគឺចំណាយពេលខ្ទង់ជា200ម៉ោងអ្នកនរគ្នាត្រឹមតែទិញបានទិញមែនទិញមួយមួយបកទួយឯមួយតែបងមកអាអូនតើការខុងស្នោមានកំពុងជុំជាទីអាំងចាំលើនេះចាំទិញបែរនេះហើយទៅសិនឥឡូវនេះគឺទិញបានហើយអ្នកនេះក៏បន្តដំណើរឡើងលើភ្នំមែនតើហើយហើយជាលែងឈប់ទៀតហើយដល់កន្លែងនេះគឺដំបូងរកបត់ទៅត្រង់តែអាសាដែរបានមើលម៉ែបតន់ណាមានអីនោះមិនដឹងទៅដល់ណានេះហើយកន្លែងនេះកន្លែងគឺគេឲ្យប្រហែល2000មិនគេឲ្យកន្លែងគេជាងឲ្យលុយគេហើយតម្លៃដូចរាល់ឆ្នាំតម្លៃអត់ឡើងទេម៉ូតូមួយ2000ហើយឡានមិនដឹងឡានមួយប្រហែលនេះដោយសារតែខ្ញុំអត់ដែលជិះឡានមកអញ្ចឹងមែនតែអត់មានឡានជិះនេះសិតអត់ដែលជិះឡានមកអត់នឹងមិនដែលមានឡានជិះផងដល់កកតែអីនៅនេះម៉ូតូមួយ2000គឺនៅតែដូចមុនតាដូចជាកាល5ឆ្នាំមុនដែលខ្ញុំធ្លាប់ទៅអញ្ចឹងណា
nó bóng đây này. Nấu Đâu à? mà Đang 50 à? dọc tê muối đá rưới gì đá mấy chưa này. Lâu nhom rồi cái này bán này nè ở kia tập bóng cái thành được crom đam sral đó nghe tại khơi cái này mà lục đam xây brick nó riêng tận nón có chu này van tận năng vinh tơ hay các bạn chu cái tên pu để nâng muối tận lại tập pram pon riêng đấy dạng chứ chu có cho mong cùi đó là xa làm màu nó miền này cùi lại hay ní van để nhom tinh bị pleu trôi màu nó cứ mà cái mà tô bị còi đấy này sẽ đỡ pin đấy em mà tay ván bánh giấy này nọ này cứ cọp rồi đi mọi người ván bòn na răng muối để ở đâu tròn đấy cái đằng xay cho mình kia tao rồi lâu chút ăn đó cái này vô mà là đi đào vợ nhom ăn bột xì như van này nhom tình màu năng ấy hay chẳng đây năng miền ấy bọn con chạm tủ sẵn á nhom bán tình cái đôi chia sạch cô năng mật món tinh hay năng phì chạ tàu cầm lang này chẳng á này phì chạ miền tây phì chạ và ai em năng phì chạ sập văng tinh phật dương đặt trong nâng hơi dơ cho tôi chặt cho cao nít mất thong tiếp thong mui trên đấy bự đâu mơ gì sẽ nguồn óm sải
Tình một gặp là tây bóng là tây ở đây là chợ tôi thấy tới đó thằng nó chăm cho tao đãสำคัญคอนตะมอลลีเนี่ยมันมานะเป็นตักเป็นได้ยังมันจะอันสราบยุ่งยุ่งกอดใช่เลยบายยืงดัดได้สั่นขับตีนปองมอนอ้างนี่เอาดิ mà sẽ không phải không có nó chụp cho luôn cho chung đây sao lần sang nó ngầm cục thôi nữa anh tới cái này rồi quên đang không cục thôi chứហើយគណៈពេលនេះល្ងើខ្ញុំបានឆេះហើយដរំទៅឆេះប្រកាត់ចង់200ដងណាបងប្អូនគ្នាមកនេះវាស្ងាត់គេអ្នករកកន្លែងអាំងសាច់យើងព្រាជ្រុលជិះមកឲ្យឆ្លៀតសាកស្ទូចព្រៃមកតិចបើនិយាយទៅដឹងតែម៉ានស្រាប់ហើយតែគាត់ថាសាកវាហើយជ្រុលជាមានដាក់មកអីចឹងណាតើពីរៀបចំហូតស្ទូចហើយឥឡូវដល់វគ្គមកបបក់ត្រីអ្នកនរគ្នាហើយការបបក់នេះដែរគឺបើឲ្យសង្ឃឹមថាបានត្រីប្រហែលជាមិនសង្ឃឹមនេះមើលទឹកដៃទៅក៏ដឹងដែរហើយនៅបឹងហ្នឹងបើសួរតែមានត្រីអត់មានត្រីគាត់ថាវាមកងាយស៊ីចឹងណាហើយនុយយើងក៏នុយជ័រដែរនុយជ័រតាមពីលើកមុនដែលខ្ញុំទិញហ្នឹងគឺមិនដែលបានយកត្រីបានមួយទេនុយហ្នឹងមិនថានុយមិនថាសទូចគឺអំបិលតែម្ដងទៅវិញហើយខ្ញុំមកវិញហើយដោយសារបបក់សាច់គោលហើយមុនហ្នឹងបបក់ត្រីគ្រាន់តែការសំដែងនេះធាតុពិតគឺកំពុងនៅលើឆ្អើនេះទេសក់ទុយហេទុយជួយនឹងទីគាត់សាកថាខ្ញុំដែរស៊ីនេះលើកទី1ចាប់ទឹកគាត់លើកទី1អាហ្នឹងគេយកឲ្យធ្វើយកឲ្យធ្វើ thầy đi thầy sẽ học thực phần tê អូនេះថាបុកត្រីឆ្អើបដែរ tê hai cái xe cho nên thơ cha của trai thằng cháu ឥឡូវបាយទេវាអត់សូវមានជាតិដែលលេងគេរៀបចំមកសេតហើយឥឡូវនេះហូបបាយតទេដូចមានអារម្មណ៍ថាវាអត់សូវមានជាតិណាទាំងអស់គ្នាក៏បានដាក់ទឹកបដូរនិស័យបន្តិចទៅនិយាយទៅត្រឡប់របស់ខ្ញុំគឺតែប៉ុណ្ណឹងមិនបាច់ចាំឆ្ងល់ទេគឺបើមានសាច់អីខ្វះទឹកក៏វាអត់គ្រប់រសជាតិដែរគ្រាន់តែមានទឹកទៀតបានធ្វើឲ្យអាហារមួយហ្នឹងវាកាន់តែឈ្ងុយឆ្ងាញ់អញ្ចឹងណាហើយយើងហូបនេះក៏មិនហូបច្រើនទេអ្នកគ្នាដាក់មកកំប៉ុង2ម្នាក់ឯងឈៀលជាមួយនឹងធម្មជាតិនៅលើភ្នំនៅសែនស្ងប់ស្ងាត់អញ្ចឹងណាហ៎មកឡើយនេះដល់មកឈៀលជាមួយនឹងធម្មជាតិហើយនឹងម្ហូបជើងហើយ
ហើយមក2កន្លះ3ចុះទៅវិញណាអូយរើសកន្លែងត្រូវឈៀលជាមួយនឹង ABC Beer តោះរុយតិចនៅនេះរុយព្រៃអស់នេះម្នាក់អីក៏មិនខ្លាចព្រៃព្រៃអស់នេះព្រៃកំសាន្តតាឃើញសត្វដើមឈើគួរចង់ដើរលេងក្រោមដើមហ្នឹងទឹកកន្លែងត្រជាក់ខណៈពេលនេះម៉ោង 12 4 នាទីហើយឥឡូវនេះខ្ញុំនៅមិនសុខក៏លពើសដៃទៅបបក់ទៀតហើយអ្នកនរគ្នានិយាយទៅមិនបានទេតែចង់បបក់លេងហ្មងឃើញទឹកហ្នឹងវាតំណងហើយមើលទៅគឺនិយាយទៅស្អាតហ្មងមើលឃើញអាដើមស្រល់ហ្នឹងវានិយាយទៅលយហ្នឹងអ្នកកន្លែងហ្នឹងហើយខ្ញុំចេះបបក់លេងទៅដើម្បីជាការកម្សាន្តនៅកន្លែងនេះគឺជាពាក់ទៀតបបក់2 ដង 3 ដងចំពាក់ម្ដងអីចឹងទៅវាមានអីទេជីវិតទឹកដៃយើងវាមិនសូវដែរហ្នឹងហើយប្រវត្តិហ្នឹងក៏វាមិនដែលបានបបក់ណាបានត្រីដែរគ្រាន់តែនេះថាអត់ការងារធ្វើចេះបបក់លេងទៅបើឲ្យតែសង្ឃឹមបានត្រីនោះគឺណូĐắc đâu Đắc đâu Và là câu Đó Là câu Hai lời như nhóm đoពេលទៅវិញណាដល់គ្នាក៏បានប្រមូលសម្រាមដុតទាំងបោះយើងទាំងបោះគេដែលសល់នៅនឹងអញ្ចឹងណាហើយធុងនេះខ្ញុំយកទៅអាកាទេក៏កាច់ដុតចោលទៅហើយឆ្អើហ្នឹងនឹងខ្ជូងសល់បន្តិចគឺទុកនឹងហើយប្រាប់អ៊ំស្រីឲ្យគាត់យកទៅបើសិនជាគាត់យកក៏យកទៅខ្ជូងនឹងឆ្អើហ្នឹងហើយខ្ញុំទៅវិញយកតែរបស់ណាដែលខ្ញុំសល់យកទៅវិញហើយស្រាតទិញមក4គឺហូបអស់2ហើយទឹកមួយដបនៅសល់ដដែលហើយកន្លែងនេះវាយ map ទៅឧសៀនបោះតង់មកតង់ទៀតអ្នកនរគ្នាអត់តន់ទៅផ្ទះភ្លាមទេដោយសារចង់ទៅលេងកន្លែងហ្នឹងចង់ស្គាល់អញ្ចឹងណាដោយសារដើរទៅទេហើយវាយ map ទៅលមើលទៅគីឡូចៃដនអីនៅកន្លែងហ្នឹងគឺមានសេវាដែរអ្នកនរគ្នាបត់សេវាក៏ខ្ញុំមិនដឹងថាជិះទៅផ្លូវណាដែរដោយសារតែខ្ញុំអត់ធ្លាប់ទៅពីមុនដែរទេឃើញមុនហ្នឹងហើយនេះគឺជាទេសភាពតាមដងផ្លូវឡើងទៅឧសៀនបោះតង់ឯណាគ្នាគឺផ្លូវគឺគេចាក់បេតុងទៅស្អាតមែនតើហើយទេសភាពមើលដើមស្រល់គឺយ៉ា the best មែនតើមកនិយាយទៅផ្លូវនេះគេធ្វើស្អាតណាគ្នាមិនមែនជាគ្រោះក្រហមជីមកហុយអីទេគឺគេធ្វើឡើងនិយាយទៅឡើងមកស្អាតភ្លឹងមកធ្វើឲ្យអ្នកធ្វើដំណើរទៅលេងហ្នឹងមានអារម្មណ៍ថាចង់ឡើងទៅលេងអញ្ចឹងហើយដល់កន្លែងនេះកន្លែងគេចាំយកសបុតម៉ូតូឲ្យយើងហើយតម្លៃតែ 2000 រៀលទេទុកកាត់
ហើយឡើយនេះខ្ញុំបានមកដល់កន្លែងទុកម៉ូតូនៅឧទ្យានបោះតង់ហ្នឹងហើយអ្នកនរគ្នាហើយដើរលេងមើលបន្តិចមើលចង់ដឹងថានៅហ្នឹងមានទេសភាពស្អាតយ៉ាងណាអញ្ចឹងណាព្រោះឯកន្លែងហ្នឹងគឺគេល្បីខ្លាំងមែនតើគឺបងប្អូនយើងគឺគាត់បុកមកលេងនៅហ្នឹងខ្លាំងមែនតើហើយនេះជាលើកទី1ហើយសម្រាប់ខ្ញុំមកលេងនៅកន្លែងឧទ្យានបោះតង់ហ្នឹងយើងមើលទៅនោះទៅឡើងមិនឃើញអីសោះចុះអស់លីងគេដាក់ពេលនេះគេចុះអស់ហើយឥឡូវយើងឡើងម្ដងអូបាច់ផ្សែងវ៉ាវដំណើរកំសាន្តមកទ្រីរំយើងបានមកដល់ទីបញ្ចប់ហើយហ្នឹងហើយអ្នកនរគ្នានៅសួនវីរៈបន្ថាំនេះគឺខ្ញុំដើរលេងតែប៉ុណ្ណឹងទេដោយសារតែបញ្ញាប់ត្រឡប់ទៅវិញដោយសារតែម៉ោងវាម៉ោង3ជាងដែរហើយអ្នកនរគ្នាទ្រាំទៅដល់ផ្ទះប្រហែលជាយប់ដែរដោយសារខ្ញុំដំណើរកំសាន្តខ្ញុំគឺវិលល្ងាចទេអត់បានមកសម្រាកស្នាក់នៅគេងនៅនឹងអីចឹងណា